បាទសូមគោរពជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនបាទថ្ងៃនេះគឺយើងមកមើលការបង្កាត់ទៀតហើយដោយសារដើមរដូវអញ្ចឹងគឺយើងសកម្មភាពរបស់យើងជាអ្នកចិញ្ចឹមកង្កែបហ្នឹងគឺយើងមានតែបង្កាត់ទេបាទសម្រាប់ប្របាយកូនសម្រាប់កូនខុសអីយើងមិនតន់មានទេបាទមានណាមានតិចតួចមានតូចតូចអញ្ចឹងណាបាទសកម្មភាពយើងច្រើនហ្នឹងគឺការបង្កាត់ហ្នឹងហើយថ្ងៃនេះដែរគឺយើងបង្កាត់បានរៀបចំបង្កាត់ហ្នឹងពីត្រង់ដែរបាទពីត្រង់ដែរដោយសារមេពូជខែនេះគឺมันតន់សូវជាមានពងច្រើនទេបាទវាទៅតែចាប់ដើមពងណាបាទវាចាប់ទឹកតែចាប់ដើមពងអញ្ចឹងគឺយើងបង្កាត់គឺយើងដាក់ទៅតាមសុខភាពរបស់កង្កែបដែលកង្កែបណាវាមានថាការលូតលាស់លឿនទៅវាមានពងអញ្ចឹងទៅយើងក៏ដាក់បង្កាត់ទៅអញ្ចឹងណាបាទហើយសម្រាប់កង្កែបណាដែលមិនទាន់មានពងក៏យើងទុកសិនណាបាទទោះបីជាយើងរៀបចំដាក់បង្កាត់វាក៏វាមិនអាចទម្លាក់ពងបានដែរពីព្រោះវាអត់មានពងណាបាទអញ្ចឹងគឺទោះបីជាយើងរៀបចំបង្កាត់អីក៏មិនធ្លាក់ពងដែរបាទគ្រាន់តែយើងរើសមើលមេណាដែលមានពងហើយណាបាទហើយបានយើងយកមកបង្កាត់ណាបាទនឹងយកមកបង្កាត់នេះតើយើងបង្កាត់កង្កែបបងប្អូនយើងថ្មីអ្នកដែលចិញ្ចឹមគឺយើងមិនមានបញ្ហាអីស្មុគស្មាញទៅទៅនឹងការបង្កាត់ទេសំខាន់យើងចិញ្ចឹមកង្កែបសាច់ឲ្យបានសិនណាបាទយើងចាំកាត់សាច់ឲ្យបានសិនឲ្យបានផ្ពាល់សិនឲ្យមានបទពិសោធន៍សិនចាំយើងចង់បង្កាត់ណាទៀនបង្កាត់បាទហ្នឹងហើយបងប្អូនយើងចិញ្ចឹមយើងធ្វើតិចបានតិចយើងធ្វើច្រើនបានច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនកុំឲ្យឃើញគ្នាយើងឬក៏បងប្អូនយើងដែលគាត់ចិញ្ចឹមហើយទទួលបានប្រាក់ចំណេញច្រើនតែយើងធ្វើតិចហើយគាត់ធ្វើច្រើនអញ្ចឹងគឺវាអត់ដូចគ្នាទេណាបាទតែកាលណាយើងធ្វើច្រើនគឺបានច្រើនអញ្ចឹងណាបងប្អូនបាទចឹងបើសិនតែយើងធ្វើតិចតួចក៏ផលរបស់យើងបានតិចតួចទៅតាមនឹងហើយការចំណាយពេលវេលារបស់យើងក៏វាតិចតួចទៅតាមនឹងដែរចឹងណាបាទបងប្អូនខ្លះគាត់ចង់ចិញ្ចឹមជាលក្ខណៈដកបទពិសោធន៍បងប្អូនខ្លះគាត់ចង់ចិញ្ចឹមជាលក្ខណៈកំសាន្តបងប្អូនខ្លះមានដីទំនេរបាទមានពេលទំនេរខ្លះគ្រាន់តែជាការលំហាយឬក៏លំហែនៃការអត់សុខចឹងណាចាក់ចិញ្ចឹមបាទហើយបងប្អូនខ្លះគាត់ក៏ចង់ចិញ្ចឹមជាមុខរបរជាអាជីវកម្មចង់បានប្រាក់ចំណេញចឹងទៅណាបាទអញ្ចឹងបងប្អូនយើងចង់បានជាប្រាក់ចំណេញអាហ្នឹងតន្តែយើងធ្វើច្រើនបាទធ្វើរៀងច្រើនហើយយើងមានពេលវេលាចំណាយពេលមើលថែទាំកង្កែបហ្នឹងណាបាទហ្នឹងហើយពេលវេលាហ្នឹងវាមិនថាពេលវេលាច្រើនអីលឹះលប់ទេណាហ្នឹងហើយពេលវេលាដូចតែយើងបំពេញការងារផ្សេងហ្នឹងទៅបាទតែប៉ុណ្្នឹងទៅគឺយើងអាចទៅបានហើយណាបាទបើសិនជាយើងថាជាង់នៅក្នុងការចិញ្ចឹមកង្កែបហ្នឹងហើយយើងចង់គេថាផ្លាស់ប្ដូរបាទផ្លាស់ប្ដូរនៅការងារបាទការងារដែលយើងធ្វើដូចជាធ្វើការងារគេអីចឹងណាបាទយើងចង់មកបង្កប់មុខរបរខ្លួនឯងបាទឬក៏បងប្អូនដែលគាត់ជាអ្នកធ្វើកសិកម្មហើយគាត់ចិញ្ចឹមសត្វផ្សេងឬក៏ដាំដុះបន្លែផ្កាឬក៏ធ្វើជាស្រែស្រូវចម្ការអញ្ចឹងណាអញ្ចឹងបើចង់បន្ថែមទៀតគឺល្អណាបាទបើសិនជាបងប្អូនដែលគាត់មានការងារហើយគាត់ចង់ផ្លាស់ប្ដូរណាចង់ផ្លាស់ប្ដូរការងារហើយមកធ្វើកង្កែបនេះចាប់ជាមុខរបរមកអញ្ចឹងយើងត្រូវមានពេលវេលាច្រើនពីព្រោះអីយើងផ្ដាច់ពីការងារមួយមកចូលមកការងារមួយទៀតអញ្ចឹងណាបាទតែបងប្អូនយើងដែលគាត់ជាអ្នកធ្វើស្រែចម្ការហើយអញ្ចឹងគឺមិនជាបញ្ហាទេព្រោះការងារគាត់នៅនឹងអញ្ចឹងគាត់ឆ្លៀតពេលតមកព្រឹកកន្លះម៉ោង1ម៉ោងអីចឹងណាបាទមួយថ្ងៃយើងព្រឹក1ម៉ោងងាក1ម៉ោងអីចឹងទៅ
ហ្នឹងគឺធ្វើបានហើយអញ្ចឹងណាហើយចំណូលរបស់គាត់គឺតកតងទៅនឹងស្រែចម្ការគាត់គឺមិនដែរណាបានដែរគាត់តែយើងថែមបន្តិចយើងចំណាយពេលបន្តិចគឺយើងអាចទទួលបាននៅដាក់ចំណូលបន្ថែមអញ្ចឹងណាបាទហើយបងប្អូនយើងបើសិនជាដូចថាជាអ្នកធ្វើការឲ្យគេអីចឹងទៅបាទចង់បដូរបរិយាកាសឬចង់បដូរមុខរបរអីចឹងទៅអាហ្នឹងយើងពេលយើងមានច្រើនណាបាទយើងផ្ដោតលើតែនឹងតែម្ដងបាទហ្នឹងហើយបាទអញ្ចឹងតកតងទៅនឹងត្រង់នៅក្នុងការបង្កាត់ហើយនឹងត្រង់យើងធ្វើចិញ្ចឹមកូនយកសាច់ហ្នឹងគឺមិនសូវជាខុសគ្នាទេណាបាទទាំងអាចធ្វើដូចគ្នាបានបាទអត់បញ្ហាទេណាបាទការចិញ្ចឹមណាបាទហ្នឹងហើយអញ្ចឹងវីដេអូមួយហ្នឹងខ្ញុំក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងបងប្អូនយើងសូមជួបគ្នានៅវីដេអូក្រោយហើយបងប្អូនយើងមានបញ្ហាមានចងល់អីផ្សេងអាចcall សាកសួរលេខទូរស័ព្ទខ្ញុំនៅចំណងជើង YouTube ហ្នឹងគឺ Smart 096 97 27 457បាទហើយមួយខ្សែទៀត085 32 8201បាទមាន Telegram ទាំងពីរណាបាទមាន Telegram ទាំងពីរបាទហ្នឹងអញ្ចឹងសូមអរគុណច្រើនបងប្អូនណាជួបគ្នាវីដេអូក្រោយមានចងល់អីអាចតាក់ទងសាកសួរបាន